សន្និបាតបោះឆ្នោតជ្រើសរើសសម្ដេចប៉ាបថ្មីនឹងមានកាឌីណាលចូលរួមជាច្រើនសន្និបាតកាឌីណាលដើម្បីជ្រើសរើសសម្ដេចប៉ាបថ្មីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី7ខែឧសភាឆ្នាំ2025ខាងមុខនេះគឺជាដំណើរការបោះឆ្នោតលើកដំបូងដែលរួមបញ្ចូលអ្នកបោះឆ្នោតសរុប133រូបខណៈដែលដែនកំណត់នៃវត្តមានលោកកាឌីណាលក្នុងព្រឹត្តិការណ៍នេះគឺកំណត់ត្រឹម120រូបក្រុមប្រឹក្សាលោកកាឌីណាលបានបញ្ជាក់ឲ្យថាអស់លោកកាឌីណាលដែលមានសិទ្ធិចូលរួមនៅក្នុងដំណើរការនេះគឺមានទាំងអស់133រូបហើយអស់លោកកាឌីណាលដែលចូលរួមគឺមានអាយុមិនលើសពី80ឆ្នាំនោះឡើយតាមធម្មនុញ្ញរបស់សន្តិអាសនៈដែលកំណត់ការពីថ្ងៃទី1ខែតុលាឆ្នាំ1975ដែលសម្ដេចប៉ាប៉ូទី6បានចែងថាចំនួនអ្នកបោះឆ្នោតអតិបរមាគឺអស់លោកកាឌីណាលមិនលើសពី120រូបខណៈដែលពីមុននោះគឺមាន134រូបក្រោយមកសម្ដេចប៉ាបយូហានប៉ូទី2ក៏បានបញ្ជាក់ច្បាប់កំណត់ចំនួនដល់120រូបដដែលប៉ុន្តែកាឌីណាលដែលទ្រង់បានជ្រើសរើសគឺនៅតែលើសពីចំនួននោះបន្ទាប់ពីការសោយទីវង្គតរបស់សម្ដេចប៉ាបយូហានប៉ូទី2សន្និបាតលោកកាឌីណាលបានបើកនៅថ្ងៃទី18ខែមេសាឆ្នាំ2005ដោយពេលនោះលោកកាឌីណាលមានទាំងអស់183រូបប៉ុន្តែកាឌីណាលដែលអាចចូលរួមបោះឆ្នោតគឺមានត្រឹមតែ117រូបប៉ុណ្ណោះលុះមកដល់ការដឹកនាំរបស់សម្ដេចប៉ាបេនីឌិកទី16នៅពេលដែលទ្រង់បានលាលែងពីតំណែងគឺមានក្រុមប្រឹក្សារហូតដល់207រូបប៉ុន្តែលោកកាឌីណាលដែលបានចូលរួមបោះឆ្នោតគឺមានត្រឹមតែ117នាក់ដដែលសម្ដេចប៉ាហ្វ្រាំងស៊ីស្កូក៏មិនបានបដូរការកំណត់សមាជិកលោកកាឌីណាលលើសពី120នាក់ដដែលប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទ្រង់តែងតាំងកាឌីណាលថ្មីជាបន្តបន្ទាប់ហើយរហូតដល់ថ្ងៃទី7ខែធ្នូឆ្នាំ2024លោកកាឌីណាលមានរហូតដល់253រូបដោយលោកកាឌីណាលមានសិទ្ធិបោះឆ្នោតគឺ140រូបប៉ុន្តែនៅពេលដែលទ្រង់សោយទីវង្គតចំនួនលោកកាឌីណាលដែលមានសិទ្ធិបោះឆ្នោតគឺថយចុះវិញនៅត្រឹមតែ133រូប